លក្ខខណ្ឌនិងឯកសារភ្ជាប់ដើម្បីស្នើសុំចុះបញ្ជីអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដំបូងនិងបន្តសុពលភាព 1. ការស្នើសុំផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដំបូងពលរដ្ឋខ្មែរត្រូវមានអាយុ15ឆ្នាំឡើងសមីខ្លួនត្រូវមកដោយផ្ទាល់និងត្រូវភ្ជាប់មកជាមួយនៅសេចក្តីចម្លងសម្បត្តិកំណើតឬសេចក្តីចម្លងសម្បត្តិបញ្ជាក់កំណើតសៀវភៅស្នាក់នៅឬសៀវភៅគ្រួសារឬលិខិតបញ្ជាក់ទីលំនៅចំពោះព្រះសង្ឃត្រូវភ្ជាប់ឯកសារបន្ថែមរួមមានឆាយាឬសង្ឃដីកាឬសុតិបត្តិ 2. ការស្នើសុំបន្តសុពលភាពសមីខ្លួនត្រូវមកដោយផ្ទាល់និងភ្ជាប់មកជាមួយនៅអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែលអស់សុពលភាពឬនៅមានសុពលភាពត្រឹម180ថ្ងៃឬតិចជាងក្នុងករណីមកផ្លាស់ប្ដូរអាសយដ្ឋានត្រូវភ្ជាប់ជាមួយនៅសៀវភៅស្នាក់នៅឬសៀវភៅគ្រួសារឬលិខិតបញ្ជាក់ទីលំនៅអាសយដ្ឋានថ្មីសម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងលេខ1271ឬ017 898 915ដោយឥតគិតថ្លៃរៀងរាល់ម៉ោងធ្វើការចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រនេះបើយោងតាមការជួយដំណឹងរបស់ឯកឧត្តមសេនីយ៍ឯកសាយមេងឈៀងផ្នែកអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម